ដាក់ពាក្យស្នើសុំសេវាសាធារណៈត្រូវចំណាយពេលយូរមិនចង់ជួបផ្ទាល់ជាមួយមន្ត្រីនិងពិបាករងចាំប្រព័ន្ធសេវាសាធារណៈ Digital ជាថ្នាំមួយដែលត្រូវបានអភិវឌ្ឍឡើងដើម្បីធ្វើឲ្យសេវាសាធារណៈកាន់តែងាយស្រួលលឿនជាងមុនអាចចូលដំណើរការបានគ្រប់ទីកន្លែងនិងគ្រប់ពេលវេលាសូមស្វាគមន៍មកកាន់ប្រព័ន្ធផ្ដល់សេវាសាធារណៈ Digital របស់ក្រសួងឧស្សាហកម្មវិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍ជាមួយប្រព័ន្ធផ្ដល់សេវាសាធារណៈ Digital របស់ក្រសួងលោកអ្នកអាចចូលប្រើប្រាស់ប្រព័ន្ធនេះបានគ្រប់ពេលវេលាគ្រប់ទីកន្លែងនិងទទួលបានបទពិសោធន៍សេវា Digital ដ៏រលូនដំបូងគ្រាន់តែចូលទៅក្នុងប្រព័ន្ធសូមជ្រើសរើសប្រភេទសេវាដែលលោកអ្នកត្រូវការរួចចុចលើប៊ូតុងស្នើសុំនៅក្នុងអគ្គនាយកដ្ឋានសហគ្រាសធុនតូចនិងមធ្យមនិងសិប្បកម្មមានចំនួន6សេវាអគ្គនាយកដ្ឋានឧស្សាហកម្មមាន8សេវាមជ្ឈមណ្ឌលមេត្រាសាស្ត្រជាតិមាន2សេវាវិទ្យាស្ថានស្តង់ដារកម្ពុជាមាន8សេវាអគ្គនាយកដ្ឋានវិតម្លៃទទួលស្គាល់នៅកម្ពុជាមាន1សេវានិងមន្ទីរពិសោធន៍ជាតិវិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍មានចំនួន138សេវានេះជាចំនួនសេវាសាធារណៈដែលមាននៅពេលបច្ចុប្បន្ននិងកំពុងដាក់បញ្ចូលជាបន្តទៀតសូមចូលរួមប្រើប្រាស់សេវាសាធារណៈ Digital របស់ក្រសួងឧស្សាហកម្មវិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍ដើម្បីភាពងាយស្រួលចំណេញពេលវេលានិងថវិកាសូម scan QR code ដើម្បីចូលប្រើប្រាស់ប្រព័ន្ធសម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងក្រុមការងារតាមរយៈលេខទូរស័ព្ទ1265